សូមគោរពជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកជួបគ្នាសារជាថ្មីនៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកចែករំលែកបងប្អូនទាក់ទងនឹងការរៀនប្រយោគភាសាអង់គ្លេសសំខាន់បាទមុននឹងចូលទៅដល់ការចែករំលែកសូមជម្រាបសួរបងប្អូនថាតើបងប្អូនទាំងអស់គ្នាសុខសប្បាយដែរឬទេបាទសុខសប្បាយឬមិនសុខសប្បាយសូមជួយ comment នៅខាងក្រោមម្នាក់មួយផងបាទដើម្បីដឹងពីសុខទុក្ខគ្នាអញ្ចឹងទៅអូខេតោះឥឡូវយើងងាកមកការសិក្សារបស់យើងមកថែមទៀតនៅក្នុងនេះយើងនឹងសិក្សាអំពីប្រយោគមួយចំនួនបាទជាដំបូងគឺគេនិយាយថាតាមដែលខ្ញុំឃើញ as far as I can see as far as I can see ចឹងតាមដែលខ្ញុំឃើញបាទតែខ្ញុំឃើញបងប្អូនកំពុងមើលវីដេអូហ្នឹងបាទគឺស្អាតណាស់បាទគឺសង្ហាហើយស្អាតទៀតអញ្ចឹងមិនធម្មតាទេតើមានតម្លៃប្រមាណបាទតើមានតម្លៃប្រមាណ How much does it cost How much does it cost How much does it cost តើវាមានតម្លៃប្រមាណបាទនេះតើតើទៅនឹងប្រយោគដែលសួរអំពីតម្លៃបងប្អូនយើងចង់សួរពីការទិញកៅអៅសម្លៀកបំពាក់អញ្ចឹងទៅអញ្ចឹងសួរគេ How much does it cost បាទតើវាថ្លៃប្រមាណអញ្ចឹងណាបាទ cost នេះប្រែថាតម្លៃបាទខ្ញុំចង់ទៅស្ថានីយ៍ក្រោមដីបាទខ្ញុំចង់ទៅស្ថានីយ៍ក្រោមដី I want to go to the metro station បាទ station បាទ I want to go to the metro station បាទអញ្ចឹងខ្ញុំចង់ទៅស្ថានីយ៍ក្រោមដីបាទ station ប្រែថាស្ថានីយ៍បាទអញ្ចឹង I want to go to the metro station ខ្ញុំចង់ទៅស្ថានីយ៍ក្រោមដីបាទពួកគេចូលរួមប្រគំតន្ត្រី They attend concerts They attend concerts They attend concerts បាទន័យថាពួកគេចូលប្រគំតន្ត្រីបាទ concert នោះប្រគំតន្ត្រីបាទហើយ attend នេះចូលរួមបាទតើបន្ទប់ទឹកនៅជិតបំផុតនៅឯណាបាទបន្ទប់ទឹកនៅជិតជាងគេបំផុតនៅណា Where is the nearest restroom Where is the nearest restroom Where is the nearest restroom តើបន្ទប់ទឹកនៅជិតបំផុតហ្នឹងនៅណាវិញបាទខ្ញុំត្រូវការបន្ទប់ទឹកអញ្ចឹងណាបាទ restroom ប្រែថាបន្ទប់សម្រាកតែនេះគឺសំដៅទៅលើបន្ទប់សម្រាកបាត់ជើងតបាត់ជើងធំណាបងប្អូនបាទហើយ nearest នេះគឺប្រែថានៅជិតបំផុតខ្ញុំត្រូវតែទៅរៀនបាទខ្ញុំត្រូវតែទៅរៀន I have to go to school I have to go to school I have to go to school ខ្ញុំត្រូវតែទៅរៀនបាទ have to នេះគឺត្រូវតែណាបងប្អូនប្រែត្រូវតែបាទអញ្ចឹងខ្ញុំត្រូវតែទៅសាលារៀនពីព្រោះសាលារៀនគឺជាកន្លែងដែលផ្ដល់ចំណេះដឹងបាទសម្រាប់បំភ្លឺផ្លូវយើងនៅថ្ងៃអនាគតបច្ចុប្បន្ននិងថ្ងៃអនាគតបាទអញ្ចឹងបងប្អូនសូមកុំបោះបង់ការសិក្សាពីព្រោះចំណេះដឹងគឺជាប្រទីបសម្រាប់បំភ្លឺយើងនាំយើងទៅរកភាពជោគជ័យបាទទោះបីជាអ្នករៀនទាំងអស់ទោះបីជាមិនខ្លាចជា billionaire ឬក៏មិនខ្លាចជាអ្នកមានសុខស្ដាំក៏ដោយក៏អាចរស់ស្រួលដែរបាទតែមានចំណេះវិជ្ជាបាទអញ្ចឹងសូមកុំបោះបង់ណាអញ្ចឹងត្រូវតែទៅសាលារៀន I have to go to school ខ្ញុំត្រូវតែទៅសាលារៀនបាទខ្ញុំត្រូវតែប្រឹងរៀនសូត្របាទខ្ញុំត្រូវតែប្រឹងរៀនសូត្រ I have to study hard I have to study hard I have to study hard បាទអញ្ចឹងខ្ញុំត្រូវតែប្រឹងរៀនសូត្របាទខ្ញុំត្រូវតែជួយគ្រួសាររបស់ខ្ញុំ I have to help my parents I have to help my parents I have to help my parents បាទអញ្ចឹងខ្ញុំត្រូវតែជួយគ្រួសាររបស់ខ្ញុំបាទ parents ប្រែថាឪពុកម្ដាយបងប្អូនណាបាទគ្រួសារ
chẳng bất bật có nó tha dương riêng mình chúng ta chỉ cũng cố tới những ai đó càng nhiều thứ tụi bây giờ mà bạn khai ra nó có ai tham mà xong rung lại chẳng ai vô một nay đồng mày cuối cùng của xa bụng đại bao dương chẳng từ bà thì thấy cứ chỉ phép cắt nhiêu sầm đập con chụp bộ bụng đại bà nhóm từ hai bà nhóm từ hai chỉ biết rằng lẽ I am living I am living I am living bà living bà là từ hai được chạy trên một bốn bà chẳng nhóm từ hai việc cứ nghe rồi nè bà việc cứ nghe rồi nè it's easy it's easy it easy bà chẳng việc cứ nghe rồi nè easy bà thà nghe rồi việc cứ nghe rồi nè bà việc cứ nghe rồi nè bà chẳng đợi lỡ bong bóng đợt này nó bà ta này cứ chia cầm rật môi đại cầm rật ok chạy bà nhớ na bà là bà làm thôn tình nhau tay bà vậy chẳng sao it's a piece of cake it's a piece of cake it's a piece of cake bà chẳng biết cứ nghe rồi nè vì đôi chân easy easy bà mình này tầm muối nè bà còn tay nó không này cứ cái này tôi cầm rật advance bà chẳng cứ cái it's a piece of cake vì cứ nghe số nè bà chẳng cake nó mình nóng mình bà cho nên này cứ xong đặt lớp thì nghe số bà chẳng bây giờ ở bọc nhóm cứ trên mà đó thì mình chào hái ở quần trang bóng phố để ở tam đàn tu sna tăng bị đam hồi đã chóp và sân mình cũng hồ có xong cả chia sẻ hay complete chạm lại kia là ta bị dục mối nát đang bóng phố pin chất chân kê sả lanh chân kê bà tới chất chân kế xôm chui comment đặt nơi khang cầu video này phong bạn group trên đây mong muốn chụp nên nơi video cry tiệt